ការសន្សំឈ្មោះថាសន្សំតិចហើយពិបាកបំផុតហើយក៏មិនមានភាកច្រើនគឺគាត់អត់មានគំនិតសន្សំនឹងល្មងហ្នឹងហើយបើមានគំនិតសន្សំអត់ចេះខាតទេក៏ប៉ុន្តែសម្រាប់ខ្ញុំដូចកងទ័ពចឹងខ្ញុំត្រៀមមាន3ខ្សែត្រៀមមិននោះនេះសម្រាប់ខ្ញុំឯងបើខ្ញុំមានធនាគារខ្ញុំត្រៀមកងទ័ពខ្ញុំ3ខ្សែត្រៀមបានន័យថាឧទាហរណ៍ខែត្រូវបង់ឬក៏មិនចឹងខ្ញុំត្រូវត្រៀមកងទ័ពខ្ញុំបំរុងទុករួចជាស្រេចបាក់មកត្រៀមនៅមកត្រៀមបាក់មកត្រៀមទៀតនៅមកត្រៀមអាហ្នឹងបានយើងគិតអាហ្នឹងជាការសន្សំដូចគ្រូបានផ្សាយនេះគឺអ្វីដែលគាត់ឲ្យបានសន្សំអាហ្នឹងប្រហែលបន្តិចចឹងសន្សំមុនពេលដែលមិនតន់មានបញ្ហា3ខ្សែត្រៀមហ្នឹងយ៉ាងម៉េចទេលោកពូ3ខ្សែត្រៀមបានន័យថាត្រៀមអាប្រាក់ដែលបំរុងបងឲ្យធនាគារហ្នឹងក្នុងមួយឆ្នាំក៏ដោយក្នុងនេះក៏ដោយខ្ញុំត្រូវត្រៀមការពារខែលោហានិភ័យណាកាត់ឡើងខ្ញុំមានលុយបំរុងរបស់ខ្ញុំដែលខ្ញុំសន្សំទុកឯមកវគ្គចឹងមកបើសិនជាឧទាហរណ៍ថាយើងនិយាយសម័យចាប់យល់ថាអាលក់យើងមានទ្រព្យរបស់យើងបន្សល់ទុកហ្នឹងបើកូនពេជ្រលក់អាហ្នឹងសម្រាប់នេះចឹងទៅអានេះយ៉ាងនិយាយចឹងណាលុយជាសាច់លុយក៏ដោយជាសាច់វត្ថុក៏ដោយយើងត្រៀមជាគោអំពីចឹងឧទាហរណ៍ចឹងចុះអានេះជាលក្ខណៈត្រៀមទុកអានេះសម្រាប់ព្រោះយើងសំចឹងមកគឺយើងមានសល់គោសល់នេះសល់នេះចឹងទៅយើងសំបាទហើយពេលដែលយើងនឹងសំបានយើងប្រឹងប្រែងការដាំដុះប្រែយើងត្រូវកែប្រែជាបន្តក្នុងករណីដែលមានបញ្ហាកើតឡើងដូចជាឆ្នាំ2023ឬ24ក្តៅអញ្ចឹងខ្ញុំដឹងថាមានបញ្ហាកើតឡើងវិស័យកសិកម្មការដាំដុះហ្នឹងគឺត្រូវបាត់បង់ហើយទាំងទឹកទាំងបន្លែគឺអត់បានផលទេខ្ញុំត្រូវទំនាក់ទំនងខាងកម្ចីភ្លាមខ្ញុំសុំពន្យាជាមួយចេះពីអានោះសម្រាប់ខ្ញុំបាទសុំពន្យាប្រាប់មុនជាមុនឲ្យដឹងហ្មងដើម្បីយើងជាវិន័យមួយដើម្បីជាភាពស្មោះត្រង់មួយដូចលោកគ្រូមានប្រសាសន៍ថាឲ្យត្រូវទំនាក់ទំនងជាមួយអង្គការផ្ទាល់ចិត្តផ្ទះហ្នឹងដើម្បីពិគ្រោះយោបល់មូលហេតុបាទនេះភាពស្មោះត្រង់